បាទសួស្តីគណៈពេលនេះខ្ញុំនឹងបង្ហាញអំពីហាងជ័យមាសតើហាងជ័យមាសស្ថិតនៅក្នុងលំហណារលកណា trend បាទអញ្ចឹងហាងជ័យមាសរបស់យើងគឺស្ថិតនៅក្នុងតំបន់ uptrend បាទតំបន់ uptrend ពីប្លុកនេះគឺស្មើនឹង1ម៉ោងគឺប្លុកនេះណាបាទអញ្ចឹងចំណាប់ដើម trend គឺយើងមើលកន្លែងនេះបាទគឺស្មើគ្នាសម្រាប់ដើម trend ឡើងហើយមួយទៀតរលកស្រប trend impulse wave បាទ impulse wave ស្មើគ្នា corrective wave impulse wave ឥឡូវវានឹងបង្កើត corrective wave ណាបាទ corrective wave impulse wave corrective wave អញ្ចឹងនៅក្នុង indicator របស់យើង trend យើងអាចមើលរូបភាពហ្នឹងបើសិនយើងមានAO របស់យើងគឺក្នុង1ម៉ោងវានៅលើអក្សរ0បាទវាជា up trend ហើយ impulse wave រលកវែងក៏យើងអាចដឹងបានតាមរយៈរូបភាពហើយ corrective wave យើងមាន AO របស់យើងនេះបាទដូចគ្នាវាដើរដូចគ្នាបាទ corrective impulse wave ហើយកន្លែងចំណាប់ផ្ដើមនៃរលកមួយបាទយើងមាន indicator ចាប់យកតែម្ដងបាទកន្លែងយើងទិញបាទដូចគ្នានៅក្នុងហ្នឹងបាទអញ្ចឹងយើងមាន graphic 2 4ម៉ោងហើយនិង1ម៉ោងវាមានតំណែងគ្នាហើយអាចធ្វើឲ្យយើងដឹងថាកន្លែងណាជាតំបន់ទិញតំបន់លក់បាទរលកស្របលំហគេហៅ corrective impulse wave រលកផ្ទុយពីលំហ corrective wave ហើយយើងដឹងអំពី trend ច្បាស់លាស់បាទអញ្ចឹងយុទ្ធសាស្ត្រនេះគឺមាននៅក្នុង team យើងខ្ញុំ Real Trader ហើយមួយទៀតតាក់ទងទៅនឹងបច្ចេកទេសវិភាគ graphic បើសិនជាយើងចង់វិភាគបានស៊ីជម្រៅយើងប្រើកុំព្យូទ័របាទយើងដឹងពីកន្លែងចេញចូលច្បាស់លាស់ហើយបើសិនយើងអត់ប្រើកុំព្យូទ័រទេទូរស័ព្ទដៃវាមានហានិភ័យបន្តិចបាទអញ្ចឹងកុំព្យូទ័រនៅក្នុង graphic MT4 របស់យើងគឺបង្ហាញច្បាស់លាស់ហើយយើងក៏មានដៃគូដើម្បីបើកគណនី trade ផងដែរមាន leverage loss spread loss debit loss ច្រើនចឹងណាបាទអញ្ចឹងทีมយើងដែលចង់បានយុទ្ធសាស្ត្រនេះបាទ indicator ប្រភេទនេះអាចទំនាក់ទំនងមក team យើងខ្ញុំបានបាទសូមអរគុណ